សួស្តីអ្នកទាំងអស់គ្នាខ្ញុំលីហើយថ្ងៃនេះខ្ញុំមកនាំអ្នកគ្នាទៅបង្កើត account trade មួយទុកសម្រាប់ trade crypto ឬក៏ forex ដែលជាការបង្កើតធម្មតាហើយសាមញ្ញមួយសម្រាប់អ្នកទាំងអស់គ្នាណាដែលទៅរៀនបង្កើត account trade ដំបូងអ្នកគ្នាអាចមើលវីដេអូនេះបានប្រកាសជាត្រូវហើយនឹងចូលដល់ការបង្កើតមកទៅកុំឲ្យខ្ញុំនិយាយច្រើនអញ្ចឹងជាដំបូងមកអ្នកគ្នាចូលក្នុង Play Store មកអ្នកគ្នាចុចពាក្យថា Share ឬក៏ស្វែងរកអ្នកគ្នាអាចស្វែងរកកម្មវិធីមួយឈ្មោះថា Live.fire អ្នកគ្នានេះកម្មវិធីនេះដោយសារតែខ្ញុំបានតម្លើងវារួចហើយអញ្ចឹងខ្ញុំអាចតម្លើងវាម្ដងទៀតបានទេចឹងអ្នកគ្នាអាចតម្លើងកម្មវិធីនឹងហើយអ្នកគ្នាអាចចុចពាក្យសញ្ញាថាបើនេះមកចាំតិចអ្នកគ្នាបន្ទាប់ពីចូលមកដល់ទម្រង់បែបនេះអ្នកគ្នាឃើញផ្ទាំងផ្ទីនៅខាងក្រោមអ្នកគ្នានេះយើងអាចអស់មើលរូបនេះបាននេះគ្រាន់តែរូបគេប្រាប់ទេអ្នកគ្នាអាចមើលផ្ទាំងពីរនៅខាងក្រោមមានអក្សរមួយថាចុះឈ្មោះហើយមួយទៀតដាក់ថាចូលអញ្ចឹងសម្រាប់ករណីយើងដែលយើងចូលបង្កើតដំបូងហើយអត់ទាន់បានចុះឈ្មោះពីមុនមកអ្នកគ្នាអាចចុចខាងលើនេះបើសិនជាអ្នកគ្នាមានករណីរួចហើយអ្នកគ្នាអាចអ្នកគ្នាខានលេងយូរឬក៏ចង់ចូលវាម្ដងទៀតអ្នកគ្នាអាចចុចពាក្យថាចូលអញ្ចឹងសម្រាប់ខ្ញុំហើយវីដេអូនេះខ្ញុំបរៀនអ្នកគ្នាពីការបង្កើតដំបូងអ្នកគ្នាអញ្ចឹងយើងចុចពាក្យថាចូលឈ្មោះមកនៅកន្លែងនេះគេឲ្យយើងដាក់ថ្ងៃខែកំណើតយើងដោយត្រូវនឹងអត្តសញ្ញាណបានយើងអ្នកគ្នាហើយយើងកើតខែណាឆ្នាំណាយើងអាចដាក់តាមនឹងឲ្យត្រូវតែមកអ្នកគ្នាត្រូវជាមួយនឹងតញ្ញាណបានយើងឥឡូវខ្ញុំសុំដាក់តិចសិនចាំតិចអ្នកគ្នាខ្ញុំកំពុងដាក់សិនឥឡូវនេះខ្ញុំបានដាក់ថ្ងៃខែកំណើតខ្ញុំរួចហើយអញ្ចឹងអ្នកគ្នាចុចពាក្យថាបន្តមកហើយនៅត្រង់ចំណុចនេះអ្នកគ្នាគេឲ្យយើងដាក់ជាមួយនឹង email អ្នកគ្នាមាន email អ្នកគ្នាអាចដាក់ជាមួយនឹង email អ្នកគ្នាមកឥឡូវខ្ញុំដាក់ email ខ្ញុំសិនចំណែកពាក្យសម្ងាត់នេះអ្នកគ្នាដាក់មិនក៏បានដែរឲ្យវាមានភាពរញ៉េរញ៉ៃឬក៏នេះអ្នកគ្នានិយាយទៅឲ្យមានអក្សរផងលេខផងហើយនឹងអក្សរសញ្ញាដុល្លារនេះខ្ញុំសូមបើកភ្នែកសិនដុល្លារនេះឬក៏អក្សរនេះខ្វែងខ្វាមនេះមានភាពសាមញ្ញណាអ្នកគ្នាអញ្ចឹងឥឡូវខ្ញុំសូមដាក់សិនអ្នកគ្នាតាំងចេះមកដាក់ចេះមកអ្នកគ្នានេះសម្រាប់ពាក្យសម្ងាត់ខ្ញុំដាក់បែបជារញ៉េរញ៉ៃបែបនេះអ្នកគ្នាបន្ទាប់ពីអ្នកគ្នាដាក់ពាក្យសម្ងាត់ហើយអ្នកគ្នាអាចចុចគ្រីសនៅខាងក្រោមនេះនៅប្រអប់ខាងក្រោមនេះហើយបន្ទាប់មកអ្នកគ្នាចុចបន្តមកនេះគេផ្ញើលេខកូដចំនួន6ខ្ទង់ចូលទៅក្នុង Gmail របស់យើងអ្នកគ្នាអាចចូលមើលកន្លែង Gmail ឥឡូវខ្ញុំសុំស្រូបវីដេអូមើលលេខកូដ6ខ្ទង់សិនអ្នកគ្នានេះអ្នកគ្នាបន្ទាប់ពីអ្នកគ្នាដាក់លេខកូដ6ខ្ទង់ដែលគេផ្ញើចូល email អ្នកគ្នារួចហើយអ្នកគ្នាអាចadd លេខទូរស័ព្ទអ្នកគ្នាបានបន្ថែមទៀតអ្នកគ្នា
ហ្នឹងហើយគេឲ្យយើង add លេខទូរស័ព្ទមួយទៀតអញ្ចឹងខ្ញុំដាក់លេខទូរស័ព្ទខ្ញុំសិនហើយបន្ទាប់ពី add លេខទូរស័ព្ទហើយគេនឹងផ្ញើលេខកូដ6ខ្ទង់ម្ដងទៀតផ្ញើចូលនៅក្នុងលេខទូរស័ព្ទរបស់យើងអញ្ចឹងយើងចាំមើលអ្នកគ្នាឥឡូវគេផ្ញើមកអ្នកគ្នាដល់ពេលអ្នកគ្នាដាក់លេខទូរស័ព្ទ6ខ្ទង់ដាក់លេខកូដ6ខ្ទង់ចូលនៅក្នុងលេខទូរស័ព្ទតាមសារលេខទូរស័ព្ទរបស់យើងហើយអ្នកគ្នាចុចបន្តមកបន្ទាប់មកលុបផ្ទាំងបែបនេះដែលគេដាក់អក្សរថាការចុចឈ្មោះបានបញ្ចប់អញ្ចឹងអ្នកគ្នាចុចពីថាចាប់ផ្ដើមមកកន្លែងនេះគេឲ្យយើងដាក់លេខកូដយើងនៅសម្រាប់ការចូលក្នុង app នឹងអ្នកគ្នាកុំឲ្យអ្នកផ្សេងគេស្គាល់ឬក៏គេដឹងលេខកូដយើងគេអាចចូលបានអ្នកគ្នាអាចដាក់លេខកូដនឹងនៅក្នុង app មកនៅពេលយើងចុចចូល app ទៅគេសុំលេខកូដយើងអ្នកគ្នាចុចលេខកូដនឹងមកឥឡូវខ្ញុំសុំដាក់លេខកូដខ្ញុំសិនគេឲ្យដាក់2ដងអ្នកគ្នាគេឲ្យបញ្ជាក់ចាំតិចអ្នកគ្នាហើយកន្លែងនេះអ្នកគ្នាបើចាំចុចពាក្យថាបន្តទេអ្នកគ្នាអាចចុចលំឡើងមកបានកន្លែងនេះអាចចុចអនុញ្ញាតមកហើយចុចអនុញ្ញាតម្ដងទៀតនេះគ្នានេះចូលទៅដល់ក្នុង app នេះហើយនេះគេប្រាប់អ្នកគ្នាអញ្ចឹងហើយនឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយចាំជួបគ្នានៅវីដេអូក្រោយនៅក្នុងការvary តាក់ញៀនបានជាមួយនឹង app Live Fan អ្នកគ្នាអរគុណអ្នកគ្នាជម្រាបលាបាយបាយ